ជំនាញទន់មិនមែនជាអ្វីដែលថ្មីទេបងប្អូនយើងប្រើពាក្យពីភាសាអង់គ្លេសមកនៅពេលដែលគេប្រើតែ soft skill បកជាភាសាខ្មែរថាជំនាញទន់ណានៅមានបងប្អូនមួយចំនួនក៏ពិបាកនឹងធ្វើការវិតម្លៃដែរថាអាទន់ហ្នឹងមិនទន់ហ្នឹងខុសពីរឹងមែនទន់ហ្នឹងខុសពីបច្ចេកទេសមែនអញ្ចឹងនៅក្នុងជំនាញទន់ណាវាមានច្រើនវាមាននិយមន័យទលាយផ្ដើមចេញពីការគិតពិចារណាផ្ដើមចេញពីការដោះស្រាយបញ្ហាជំនាញនៅក្នុងការសម្របសម្រួលជំនាញនៅក្នុងការគិតស៊ីជម្រៅជំនាញនៅក្នុងការប្រស័យតាក់ទងជំនាញនៅក្នុងការលក់ជំនាញនៅក្នុងការបង្កើននៅប្រសិទ្ធភាពការងារការដឹកនាំក្រុមឲ្យកាន់តែបង្កើននៅផលិតភាពការងារច្រើនជាងមុនវាគឺជាកាតាលីករវាដូចប្រេងអំអិលអញ្ចឹងចាក់ប្រេងអំអិលទៅហើយក្រុមការងារទៅកាន់តែលឿនជាងមុនហើយសំណួរសួរថាចុះបើអត់ជំនាញទន់កាលពីមុនហ្នឹងគេធ្វើការអត់កាត់មែនតាមពិតមិនមែនអត់ជំនាញទន់ទេខ្ញុំជឿថាគ្រប់ជំនាញទាំងអស់គ្រប់សកម្មភាពទាំងអស់បងប្អូនទាំងអស់ដែលគាត់មានគេហៅថាមានការងារមានវិជ្ជាជីវៈមួយមានអាជីពមួយសុទ្ធតែបង្កប់ជំនាញទន់នៅក្នុងហ្នឹងគ្រាន់តែថាតិចឬក៏ច្រើនហើយដើម្បីបង្កើនប្រសិទ្ធភាពការងារបងប្អូននៅពេលបងប្អូនកាន់តួនាទីកាន់តែធំគឺត្រូវការជំនាញទន់នឹងកាន់តែខ្លាំងអញ្ចឹងអ្នកដែលធ្វើការងារក៏ដោយចង់រីកចម្រើនចង់ក្លាយជាបុគ្គលិកឆ្នើមហើយអ្នកដែលប្រកបរបរអាជីវកម្មចង់ជំរុញនៅការលក់ព្រោះអ្នករស់ស៊ីប្រកាសជាចង់ចំណេញហើយចំណេញតលក់ដាច់ហើយបើលក់ដាច់ត្រូវការទាំងជំនាញបច្ចេកទេសទាំងជំនាញទន់ថែមទៀតអញ្ចឹងជំនាញទន់ណាប្រកាសជាជួយឲ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះបានរីកចម្រើនជាងមុនទាំងការងារហើយនិងអាជីវកម្មរបស់ខ្លួនឯងដែរអញ្ចឹងបើសិនជាមានកង្វល់ទៅលើថាតើខ្លួនឯងមានជំនាញទន់កម្រិតណាចង់ពង្រឹងសមត្ថភាពហើយអត់ទាន់មានកញ្ចប់លុយណាមួយគិតថាអូត្រូវចំណាយច្រើនអត់មានលុយសម្រាប់ការចំណាយលើការរៀនសូត្រឥឡូវរដ្ឋាភិបាលជួយបងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងច្រើនកញ្ចប់លុយ60,000រៀលជួយឲ្យបងប្អូនអាចពង្រឹងសមត្ថភាពខ្លួនឯងបានចង់រៀនជំនាញទន់ក៏បានមានសល់កញ្ចប់លុយថែមទៀតព្រោះរៀនជំនាញទន់បងប្អូននៅរដ្ឋាភិបាលអស់តែ30,000រៀលទេបងប្អូនមានលុយរហូតដល់60,000រៀលអញ្ចឹងបងប្អូននៅសល់30,000រៀលទៀតបងប្អូនអាចរៀនជំនាញនៅក្នុងភាពជាសហគ្រិនបានឬក៏ digital ក៏បានដែរទីផ្សារ digital ក៏បានដែរឬក៏សិល្បៈនៅក្នុងការនិយាយជាសាធារណៈឬក៏ជំនាញនៅក្នុងការដឹកនាំគ្រប់គ្រងបុគ្គលិកក៏បានដែរអញ្ចឹងធ្វើការសម្រេចចិត្តទៅបើសិនជាចង់យកឱកាសហ្នឹងជាការឲ្យកាដូខ្លួនឯងជាការវិនិយោគឲ្យខ្លួនឯងកាន់តែរីកចម្រើនជាងមុនជំរឿសនៅក្នុងការវិវត្តសមត្ថភាពជាមួយនឹងមូលនិធិអភិវឌ្ឍជំនាញប្រកាសជាជំរឿសដែលត្រឹមត្រូវហើយរើសរដ្ឋាភិបាលនៅក្នុងការផ្ដល់វគ្គបណ្ដុះបណ្ដាលជូនបងប្អូនជាពិសេសគឺជំនាញទន់ខ្លាយទៅជាជំរឿសមួយជួយបងប្អូនកាន់តែអភិវឌ្ឍជាងមុនអរគុណ